ចង់ប្រើប្រាស់ឡានអគ្គិសនីតែបារម្ភពីការសាកថ្មមែនអត់នៅខាងក្រោយខ្ញុំនេះគឺជារថយន្តទំនើបអគ្គិសនី Haptic HT ថ្ងៃនេះខ្ញុំនឹងបង្ហាញដល់គ្នា3របៀបនៃការសាកថ្មរបៀបទី1គឺការសាកថ្មនៅផ្ទះពេលដែលបងទិញរថយន្តអគ្គិសនីពីក្រុមហ៊ុន Ion Cambodia បងនឹងទទួលបានឆ្នាំងសាកមួយដែលមានកម្លាំង7 kW free ដោយឥតគិតថ្លៃការសាកថ្មនៅផ្ទះនេះចំណាយពេលត្រឹមតែ7ទៅ9ម៉ោងទេហើយឡានមួយនេះដែលមានទំហំអគុយ 83.3 kW ម៉ោងអញ្ចឹងដែលយើងសាកពី0ទៅ 100% អាចចំណាយត្រឹមតែ 62,000 ទេរបៀបទី2គឺការប្រើប្រាស់ឆ្នាំងសាកចល័តនៅពេលដែលបងដើរលេងទៅកន្លែងណាដាច់ស្រយាលបងបារម្ភពីការសាកថ្មអស់បារម្ភឲ្យបងក្រុមហ៊ុនក៏មានការថែមជូនឆ្នាំងសាកចល័តមួយឈុតដែលមានកម្លាំង 3.5 kW ហើយតែបងមានព្រីភ្លើងអាចសាកបានគ្រប់ទីកន្លែងរបៀបទី3គឺការសាកជាមួយនឹងឆ្នាំងសាកល្បឿនលឿនបច្ចុប្បន្ននេះឆ្នាំងសាកល្បឿនលឿនមានសឹងគ្រប់ខេត្តក្រុងហើយដែលនៅប្រទេសកម្ពុជាមានរហូតដល់200ទីតាំងជាងអញ្ចឹងបងដែលចង់ធ្វើដំណើរទៅខេត្តឆ្ងាយអស់បារម្ភហើយការសាកឡានអគ្គិសនីមានភាពងាយស្រួលមែនទែនសម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងទីតាំងនៃឆ្នាំងសាកបងអាចឆែកមើលក្នុងខមមិនបាន